តោះចុចស្គប់វីដេអូនោះដើម្បីរៀបពាក្យទាំងអស់ហ្នឹងឲ្យត្រូវតាមលំដាប់លំដោយឲ្យចេញជា WA question របស់ present perfect ទាំងអស់គ្នាអូខេនេះគឺជាចម្លើយរបស់លំហាត់ទាំងពីរមិញសង្ឃឹមអ្នកទាំងអស់គ្នាធ្វើត្រូវទាំងអស់ចប់ប៉ុន្តែទោះបីជាធ្វើខុសក៏អត់មានបញ្ហាអីដែរអ្នកទាំងអស់គ្នាដោយសារតែខ្ញុំនឹងបង្ហាញពីទម្រង់ WA question របស់ present perfect ឲ្យអ្នកទាំងអស់គ្នាបានឃើញនៅពេលបន្តិចទៀតនេះអញ្ចឹងទម្រង់ WA question របស់ present perfect គឺយើងចាប់ផ្ដើម WA question words វាអាចចាប់ផ្ដើមដោយ what who whom how whose which where blah 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 ឲ្យមកបូកជាមួយនឹង have has បូកជាមួយនឹង subject បូកជាមួយនឹង verb 3បូកជាមួយនឹង object អញ្ចឹងអ្នកនរគ្នាអាចមើលឧទាហរណ៍នេះបាន how has she gone home how នឹងគឺជា WA question word ហើយ has នឹងគឺជា have has she គឺជា subject gone ជា verb 3 home ជា object alright ហើយអ្នកនរគ្នាត្រូវប្រយ័ត្នជាមួយនឹងការប្រើពាក្យថា when នៅក្នុង WA question ក្នុង present perfect បន្តិចដោយសារតែដូចយើងបាននិយាយគ្នាកាលពីការប្រើប្រាស់របស់ present perfect ហើយយើងបាននិយាយថា present perfect គឺយើងយកវាទៅនិយាយអំពីបទពិសោធន៍ជីវិតហើយនៅពេលដែលយើងយកវាទៅនិយាយពីបទពិសោធន៍ជីវិតកុំប្រាប់ពីពេលវេលាជាក់លាក់នៅក្នុងពេលអតីតកាលអញ្ចឹងយើងត្រូវប្រយ័ត្នកន្លែងហ្នឹងបន្តិចបើសិនយើងចង់សួរពីពេលវេលាជាក់លាក់ក្នុងពេលអតីតកាលកុំប្រើ present perfect អីយើងគួរតែប្រើ past simple វិញទៅអញ្ចឹងអ្នកនេះកុំភ្លេច follow ម្ដងមួយផងអរគុណច្រើនបាយអូបើសិនអ្នកចង់ចូល learning group កុំភ្លេច comment ពាក្យថា me ផង